បន្ទាប់ពីមានការសំណូមពរជាច្រើនសម្រាប់ keyboard ប្រភេទ HE ពេលនេះយើងបានបង្ហាញនូវ keyboard មួយដែលមានតុល្យភាពល្អរវាងតម្លៃនិងគុណភាពសម្រាប់អ្នកប្រើប្រាស់ហើយទោះបីជាវាមានម៉ូដប្រើខ្សែតែមួយក៏ដោយប៉ុន្តែវាត្រូវបានជំនួសមកវិញនូវមុខងារពិសេសៗជាច្រើនទៀតឥឡូវនេះយើងមកមើលពីអ្វីដែលធ្វើឲ្យ keyboard នេះខុសប្លែកពី mechanical keyboard ធម្មតាដែលចាប់ផ្ដើមពីការប្រើប្រាស់ web based software របស់វាជាមួយ keyboard នេះយើងអាចកំណត់ចម្ងាយនៃ key ដែលយើងត្រូវចុចដើម្បីឲ្យវាដំណើរការលើ computer ទោះបីជាយើងគ្រាន់តែប៉ះលើ key បន្តិចក៏ដោយក៏វាដំណើរការដែរដែលជួយកាត់បន្ថយ latency បានយ៉ាងច្រើនលើពីនេះវាក៏មានមុខងារ rapid trigger ដែលមានន័យថានៅពេលដែលយើងដកម្រាមដៃចេញវានឹងឈប់ដំណើរការភ្លាមហើយនៅពេលយើងចុចវិញវានឹងដំណើរការភ្លាមៗតែម្ដងវានៅមានមុខងារជាច្រើនទៀតដូចជា 8000 Hz polling rate តួ aluminum dynamic keystroke SOCD និង mod tab ជាដើមប៉ុន្តែសូមពិនិត្យមើលឲ្យច្បាស់ថាតើមុខងារទាំងនេះត្រូវបានអនុញ្ញាតក្នុងហ្គេមដែលយើងកំពុងលេងដែរឬទេបើមិនដូច្នោះទេយើងនឹងអាចត្រូវគេ ban ចេញពីហ្គេមបាន